គាត់ជាប្រធានអង្គការសិទ្ធិមនុស្សកម្ពុជាសម្ដីរបស់គាត់អត់មានអីពិបាកសោះឥឡូវខ្ញុំអានសម្ដីរបស់គាត់ហើយបានខ្ញុំយករឿងរបស់លោកកែរមីមកនិយាយរឿងប៉ុណ្ណានៃមកកណោហើយចោះឥឡូវមិនមកចង់ខ្ទប់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមិនឲ្យនិយាយស្ដីអីមិនទៀតខ្ញុំអត់មាននិយាយអីតាក់ទងនឹងរឿងខ្ញុំបង្កើតព្រឹត្តិការណ៍អីទេលោកកែរមីបង្កើតព្រឹត្តិការណ៍ខ្លួនឯងទេសរសេរសាររបស់លោកទៅឲ្យសារព័ត៌មានថៃហើយអ្នកនយោបាយថៃគ្រប់គណៈបកនយោបាយដែលលោកនិយាយប៉ះពាល់គេហ្នឹងគេឡើងមកប្រតិកម្មគ្រប់គ្នាហើយបងប្អូនមិនមែនរឿងបុគ្គលលោកកែរមីជាមួយនឹងបុគ្គលអ្នកនយោបាយថៃទេណាគឺអាយុជីវិតរបស់កម្ពុជាជាមួយនឹងថៃតាក់ទងនឹងចំនួនព្រំដែនទៅពេលអនាគតហ្នឹងតើយើងផ្សះផ្សាគ្នាយ៉ាងម៉េចលោកកែរមីកំពុងតែយកខ្មែរ17លានអ្នកជាចំណាប់ខ្មាំងដូចអ្វីដែលគណៈបកកណ្ដាលអំណាចធ្លាប់ធ្វើដែរដល់ពេលអញ្ចឹងទៅលោកនិយាយមកស្មានថាភាសារបស់គាត់សិទ្ធិរបស់គាត់ក៏និយាយអីប៉ុន្តែបើលោកកែវរេមីគ្រាន់តែជាអ្នករត់ផាសស្អាប់ឬក៏កសិករលក់លីហាលឬអីម្នាក់ពីរតាមដងផ្លូវប្រជាពលរដ្ឋសាមញ្ញគ្មានទូនីតិអីក្នុងរដ្ឋាភិបាលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សដែលធ្លាប់សរសេរលិខិតអីទៅកោតទោសថៃអីរាប់ផ្លេចហ្នឹងខ្ញុំថាដូចជាមិនអីទេប៉ុន្តែលោកមានទូនីតិជារដ្ឋមន្ត្រីមួយរូបហើយជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សបើទោះបីជា Facebook ហ្នឹងជា Facebook ឯកជនអីយ៉ាងណាក៏ដោយតែនិយាយសារហ្នឹងគឺគេចាត់ទុកថាជាសាររបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាហើយនៅពេលដែលសារហ្នឹងចេញទៅគឺគេចោះជាលើកយកមកដើម្បីបកស្រាយហើយខ្ញុំនេះសាររបស់លោកកែវរេមីថ្ងៃទី8ខែមករាគាត់និយាយចេះតាមពិតដូចខ្ញុំនិយាយចឹងថាសាររបស់គាត់នេះគឺមិនមែនជាការបិទមាត់គាត់មិនឲ្យនិយាយប៉ុន្តែឥឡូវឲ្យបងប្អូនពិចារណាទាំងអស់គ្នាតើគាត់និយាយហ្នឹងខុសឬក៏ត្រូវឬក៏យ៉ាងម៉េចតាមពិតអត់មានខុសមានត្រូវទេគាត់ថាថៃគេប្រតិកម្មហើយយើងពិចារណាទាំងអស់គ្នាគាត់និយាយចេះមានមតិជាច្រើនបានលើកឡើងក្នុងការព្រួយបារម្ភថាបើអនុទិនចាញ់ឆ្នោតនោះនឹងមានសង្គ្រាមជាលើកទី3ចាប់ផ្ដើមភ្លាមមកគឺចេញអំពីនយោបាយថៃភ្លាមចំពោះទស្សនៈរបស់ខ្ញុំវិញគឺបើអនុទិនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមទេខ្ញុំថាភាសាដែលសរសេរជាភាសាខ្មែរនេះលោកចង់និយាយថាភាគរយនៅក្នុងមានសង្គ្រាមហ្នឹងគឺភាគរយដែលមិនមានសង្គ្រាមហ្នឹងគឺខ្ពស់ណាស់បានន័យថាអត់មានសង្គ្រាមទេបើលោកអនុទិនចាញ់ឆ្នោតប៉ុន្តែយ៉ាងណាគាត់សរសេរក្នុងភាសាខ្មែរថាបើអនុទិនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមក្នុងន័យនេះបែរទៅជានិយាយថាបើលោកអនុទិនចាញ់ឆ្នោតវាទៅជាមានសង្គ្រាមទៅវិញណាតែយ៉ាងណាអត់ទេគាត់ប្រហែលជាមិនចង់និយាយចឹងទេខ្ញុំចង់និយាយថាគាត់ចង់និយាយថាបើអនុទិនចាញ់ឆ្នោតភាគរយគឺខ្ពស់ណាស់មិនទាបណាស់ទេបើចាញ់ឆ្នោតភាគរយខ្ពស់ណាស់ដែលនឹងមិនមានសង្គ្រាមនិយាយទៅគឺស្ទើរតែអត់សង្គ្រាមតតែសោះហ្មងបើសិនជាអនុទិនចាញ់ឆ្នោតហ្នឹងគាត់ចង់និយាយចឹងប៉ុន្តែ clear គាត់ថាបើអនុទិនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមខ្ញុំថាបើនឹងមានសង្គ្រាមបើកុំដាក់មិនព្រោះយើងប្រើអា double negative បានន័យថាអវិជ្ជមានពីរដងវាទៅជាវិជ្ជមានក្នុងន័យនេះអាចច្បុកច្បល់បន្តិចតែអីទេបងប្អូនយើងកាត់យល់ទៅលោកគ្រាន់តែចង់និយាយថាប្រទេសកម្ពុជានិងថៃនឹងបានសុខបើអនុទិនធ្លាក់ឆ្នោតនិយាយតែប៉ុណ្្នឹងយ៉ាងខ្លីគាត់ថាន័យខ្មែរទៅសេទៅវាប៉ុនតំណទៅស្ដាប់វាច្បុកច្បល់តែក្នុងន័យអញ្ចឹងខ្ញុំអានម្ដងទៀតឲ្យពេញហើយខ្ញុំនឹងបកស្រាយជម្រាបជូនបងប្អូនបន្ថែមចំពោះទស្សនៈរបស់ខ្ញុំវិញថាបើអនុទិនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមទេពីព្រោះកន្លងមកយោធាថៃបើការឈ្លានពានកម្ពុជាបានក៏ដោយសារតែមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីរដ្ឋាភិបាលថៃដែលដឹកនាំដោយលោកអនុទិនដែលពាក្យខ្មែរយើងនិយាយថាទៅទាំងបៃទាំងត្រទាំងស្គរហើយដូច្នេះបើអនុទិនបាត់អំណាចហើយទាហានថៃមិនអាចធ្វើសង្គ្រាមដោយគ្មានដៃគូបាននោះទេជាការសន្និដ្ឋានបើអនុទិនចាញ់ឆ្នោតនោះសង្គ្រាមនឹងមិនអាចកើតទេនេះឃ្លាក្រោមហ្នឹងគាត់និយាយត្រូវឃ្លាខាងលើគាត់និយាយរៀងបច្ចេកចកៃតិចព្រោះដាក់ double negative ឬក៏អវិជ្ជមាន2នៅក្នុងឃ្លាតែមួយទៅវាធ្វើឲ្យទៅជាវិជ្ជមានទៅវិញណាតែខាងក្រោយគាត់បញ្ជាក់មកថាអត់អនុទិនគឺអត់សង្គ្រាមនិយាយរួមគឺអនុទិនស្មើនឹងសង្គ្រាមបើគណៈបកប្រជាជនឬគណៈបកភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភៈនេះពួកគេនឹងលេងលបែងពួកគេនឹងមិនលេងលបែងសង្គ្រាមដោយគណៈបកដតីនោះទេពីព្រោះគណៈបកទាំងពីរផ្ដោតលើសេដ្ឋកិច្ចទេសចរវិនិយោគនិងបង្កើនទំនាក់ទំនងអន្តរជាតិជាជាងធ្វើសង្គ្រាមជាមួយប្រទេសជិតខាងបើទោះបីជាគោលនយោបាយរបស់ពួកគេមានការបើកច្រកសហការជាមួយយោធាថៃក៏ដោយក៏ចរិតលក្ខណៈនៃគណៈបកទាំងពីរមិននិយមធ្វើសង្គ្រាមនោះដែរជាចុងក្រោយលោកថាសម្រាប់ធានាស្ថិរភាពនិងសន្តិភាពយូរអង្វែងរវាងព្រំដែនកម្ពុជាថៃក្នុងពេលអនាគតគឺត្រូវពឹងលើប្រជាប្រដ្ឋថៃបោះឆ្នោតឲ្យគណៈបកប្រជាជនថៃឬគណៈបកភឿថៃបើខុសពីគណៈបកទាំងពីរគឺនឹងនាំនៅភ្លើងសង្គ្រាមនិងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់បងប្អូនសាររបស់លោកកែរមីនេះអត់មានអីខុសឆ្គងទេក្នុងនាមជាប្រជាពលរដ្ឋដែលចង់ឲ្យសង្គ្រាមឬក៏អ្វីដែលកើតឡើងនេះគឺវាស្ងប់បាត់ទៅព្រោះអីគាត់យល់ថាសង្គ្រាមកើតឡើងគឺដោយសារតែមេដឹកនាំថ្មីរបស់ថៃឈ្មោះលោកអនុទិនច័ន្ទវរៈគុលហ្នឹងដែលជាមនុស្សស្រឡាញ់សង្គ្រាមអញ្ចឹងទៅអញ្ចឹងពឹងទៅលើប្រជាពលរដ្ឋថៃឲ្យបោះឆ្នោតកុំបោះឆ្នោតឲ្យគណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលតែបោះឆ្នោតឲ្យគណៈបកប្រជាជនថៃដែលដឹកនាំដោយលោកណត្តភង្សរឿងបញ្ញវុធឬក៏បោះឆ្នោតឲ្យគណៈបកភឿថៃដែលដឹកនាំដោយក្មួយរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់ក៏បានដែរដែលគាត់ជឿថាគណៈបកទាំងពីរអាចនឹងធ្វើឲ្យបញ្ហាព្រំដែនហ្នឹងវាមានភាពល្អប្រសើរជាងមុនឃើញសាររបស់លោកតាក់ទងនឹងដូចជាសារអំពាវនាវឲ្យប្រជាពលរដ្ឋថៃបោះឆ្នោតឲ្យគណៈបកនយោបាយណាមួយអញ្ចឹងណាជាជាងតាមពិតវាជាគ្រាន់តែការសន្និដ្ឋានរបស់លោកទេលោកមិនបានស្នើទេគាត់តែដាក់ថាគឺត្រូវពឹងពាក្យថាគឺត្រូវពឹងហ្នឹងគឺដូចជាការដែលប្រាប់ទៅប្រជាពលរដ្ឋថៃថាដើម្បីឲ្យខ្មែរសុខហ្នឹងគឺពឹងលើប្រជាពលរដ្ឋថៃឲ្យបោះឆ្នោតទៅខាងគណៈបកផ្សេងក្រៅពីលោកអនុទិនហ្នឹងហើយឥឡូវចាំមើលប្រតិកម្មពីថៃមកវិញ
តាមពិតសារនេះជាសារគំនិតមនុស្សដែលចង់និយាយអីក៏បានដែរពីរឿងនយោបាយថៃប៉ុន្តែដូចខ្ញុំនិយាយចឹងគាត់ជារដ្ឋមន្ត្រីមួយរូបជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហើយក៏ជាមនុស្សសំខាន់នៅក្នុងជួររដ្ឋាភិបាលហើយនឹងគណៈបកកាន់អំណាចសប្តាហ៍ដែលដឹកនាំប្រទេសកម្ពុជាដែរដូច្នេះនៅក្នុងលោកមានឋានៈខ្ពស់បែបនេះគឺគេចាត់ទុកសារបែបនេះគឺជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនយោបាយរបស់ថៃយ៉ាងជ្រៅហើយការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់នយោបាយនេះគឺវាមិនដឹងថាតើអ្នកកាសែតថៃម្នាក់គឺលោកប្រវិតលោកប្រវិតបានលើករបស់ខៅសុតនោះដែលលោកអាសាសរសេរព័ត៌មានអំពីកម្ពុជាលោកថាសាររបស់លោកកែវរមីនេះណាមិនដឹងថាជួយឲ្យគណៈបកប្រជាជនថៃឬក៏គណៈបកភឿថៃនេះមានប្រជាប្រិយឬក៏ជួយបំផ្លាញទៅវិញទេនឹងលោកនិយាយចឹងគាត់ថាលោកបានផ្សាយថានេះគឺជាការជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយថៃដែលមិនគួរណាមន្ត្រីនៅកម្ពុជាហ្នឹងគឺដែលមានតួនាទីខ្ពស់ហ្នឹងគឺនិយាយដូច្នេះទេព្រោះអីរឿងលោកដៃចូលកិច្ចការផ្ទៃក្នុងនយោបាយរបស់រដ្ឋដទៃបែបនេះគឺវាមិនមែនចំណេញអីទេបិទថាជាសេចក្តីប្រាថ្នារបស់លោកកែរមីដោយតែសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋដែរចង់ឲ្យអស់សង្គ្រាមចម្បាំងរាំងចូលជាមួយថៃរកសុខសន្តិភាពជាមួយគ្នាប៉ុន្តែសារនៅក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណៈបកនយោបាយណាមួយក៏តំណែងណាមួយនោះជាការពិតណាស់ជាការពិតហើយគឺជាការជ្រៀតជ្រែកនៅក្នុងកិច្ចការនយោបាយរបស់រដ្ឋដទៃហើយនៅក្នុងនេះគឺតំណាងរាស្ត្រថៃគឺអ្នកដែលមានឈ្មោះហ្នឹងគឺទាំងលោកអនុទិនច័ន្ទវរៈគុលទាំងលោកណត្តភងណាផានិចសំទោសតែលោកណត្តភងរឿងបញ្ញវុធដែលជាមេបកប្រជាជនថៃឡើងមកប្រតិកម្មដូចគ្នាឥឡូវខ្ញុំនិយាយអំពីលោកណត្តភងរឿងបញ្ញវុធវិញដែលជាមេបកចំនួនថ្មីដែលថាក្មេងគណៈបកប្រឆាំងមួយដែលមានប្រជាប្រិយគួរសមនៅក្នុងប្រទេសថៃនេះគាត់និយាយថាលោកកែរមីឬក៏មន្ត្រីខ្មែររូបនេះមិនដឹងថាសារនឹងប៉ះពាល់ដល់រឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនយោបាយរបស់ប្រទេសថៃទេព្រោះអីសារហ្នឹងគឺនិយាយទៅលោកណត្តភងអត់ត្រូវការរិះគន់អីលោកកែរមីអីមិនដែរទេព្រោះអីលោកកែរមីបន់ឲ្យតែលោកណត្តភងហ្នឹងជាប់ជានាយករដ្ឋមន្ត្រីថ្មីតាក៏ប៉ុន្តែលោកណត្តភងហ្នឹងក៏ចង់ផ្ដាច់ខ្លួនចេញពីនយោបាយកម្ពុជាកុំឲ្យថៃដោយសារតែថាអូឡើងមកគណៈបកប្រជាជនថៃដែលជាប់ឆ្នោតមានលោកណត្តភងណារឿងបញ្ញវុធហ្នឹងជានាយករដ្ឋមន្ត្រីត្រូវគ្នាជាមួយរដ្ឋាភិបាលខ្មែរព្រោះមានមន្ត្រីខ្មែរចាប់ផ្ដើមសរសើរបដាអីចឹងគាត់ចាប់ផ្ដើមផ្ដាច់ខ្លួនដែរដើម្បីកុំឲ្យមានផលលំបាកដល់ពួកគាត់ដែរគាត់ថានយោបាយរបស់ប្រទេសថៃគឺសំដៅទៅលើការដែលមានចែងនៅក្នុងគោលនយោបាយរបស់ថៃគឺប្រយុទ្ធប្រឆាំងជាមួយនឹងការឆបោកអនឡាញដែលត្រូវការប្រយុទ្ធប្រឆាំងរឿងតាក់ទងនឹងអ្វីដែលជារចនាសម្ព័ន្ធចាត់តាំងឆបោកអនឡាញនៅកម្ពុជាយ៉ាងស្អិតល្មួតនេះដែលលោកណត្តភងរឿងបញ្ញវុធហ្នឹងក៏គាត់និយាយថាគោលនយោបាយរបស់គណៈបកប្រឆាំងរបស់ថៃនេះបើជាប់ជានាយករដ្ឋមន្ត្រីគាត់ជានាយករដ្ឋមន្ត្រីគឺគាត់នឹងដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញហើយយើងដឹងថាការឆបោកអនឡាញហ្នឹងថៃចេញវិធានការច្រើនណាស់បន្សល់ទុកតាំងពីអ្នកស្រីបៃថងឋានមកម្លេះមិនអញ្ចឹងព្រោះថៃហ្នឹងធ្លាក់ដល់ភូមិចៃថៃហ្នឹងរឿងចាត់ការលោកកុកអានលោកយងផាត់ឬអីឥឡូវមកដល់រឿងលោកចិនស៊ីទៀតដូច្នេះគេកំពុងតែបង្ហាញប្រាប់ថាគេអត់មានល្អកល្អឿនអីជាមួយរដ្ឋាភិបាលកម្ពុជារួចខ្លួនដើម្បីបន្លំបានអញ្ចឹងលោកណត្តភងក៏ភ័យខ្លួនដែរខ្លាចមកផ្សារភ្ជាប់ជាមួយនឹងរដ្ឋាភិបាលកម្ពុជានៅក្នុងពេលជាមួយគ្នាហ្នឹងគឺលោកអនុទិនច័ន្ទវរៈគុលក៏លើកឡើងបង្ហាញអំពីថាពេលដែលលោកអនុទិនច័ន្ទវរៈគុលធ្លាក់ឆ្នោតទើបអត់មានសង្គ្រាមក៏លោកមកនិយាយថារឿងហ្នឹងគឺជាមិនរឿងពិតទេលោកនិយាយពីរឿងថាលោកមិនមែនជាឈ្មោះសង្គ្រាមឯណាទេគឺដោយសារតែសង្គ្រាមហ្នឹងកើតឡើងមកពីភាគីកម្ពុជាឯណាក៏ចោទប្រកាន់អីចឹងទៅដូច្នេះគាត់ឡើងដោះខ្លួនដើម្បីតបទៅនឹងសាររបស់លោកណត្តភងលោកកែវរមីឯតំណាងរាស្ត្ររបស់គណៈបកប្រជាជនដតីទៀតហ្នឹងគឺក៏ឡើងមកប្រតិកម្មអ្នកកិច្ចការព្រំដែននេះគឺប្រតិកម្មច្រើនដើម្បីផ្ដាច់ខ្លួនកុំឲ្យមានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះអ្វីដែលលោកកែវរមីបន់ឲ្យគណៈបកភឿថៃឥឡូវគណៈបកប្រជាពលរដ្ឋកម្ពុជាប្រជាពលរដ្ឋថៃលោកណត្តភងរឿងបញ្ញវុធជាប់ឆ្នោតខ្ញុំអត់សូវឆ្ងល់ទេព្រោះអីមិនសូវទាន់មានទំនាស់អីស្រួចស្រាលអីជាមួយនឹងគណៈបកប្រជាជនកម្ពុជាឬក៏មេដឹកនាំខ្មែរទេតែគណៈបកភឿថៃឯនោះវិញរបស់តកូលថាក់ស៊ីននេះដែលលោកកែវរមីថាបើឈ្នះឆ្នោតអត់មានសង្គ្រាមនេះតើវាមានភាព logic ប៉ុណ្ណាទៅព្រោះលោកហ៊ុនសែនបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធបកនេះដោយអ្នកស្រីបៃថងឋានដែលជាមេបកភឿថៃដែលជាកូនរបស់លោកថាក់ស៊ីនហ្នឹងគឺអស់តំណែងជានាយករដ្ឋមន្ត្រីហើយអស់តំណែងបកហើយលាឈប់ទៅទើបតែឲ្យក្មួយរបស់លោកថាក់ស៊ីនហ្នឹងឡើងមកកាន់បកជាមេបករបស់ភឿថៃហ្នឹងហើយឈរជាបេក្ខជននាយករដ្ឋមន្ត្រីហើយដល់ឥឡូវបែរទៅជាក្តីសង្ឃឹមរបស់លោកកែវរមីថាបើភឿថៃជាប់ក៏បានដែរមិនមានសង្គ្រាមទេអាចនឹងមានភាពលោកលឿនជាមួយកម្ពុជាលោកលឿនយ៉ាងម៉េចទៅបើភឿថៃនេះដែលជាគណៈបករបស់តកូលថាក់ស៊ីនត្រូវបានលោកហ៊ុនសែនបញ្ចេញខ្សែអត់សម្លេងរំលាយគេខ្ទេចខ្ទីអស់ដែលដុតរើស្ពានអស់ដូច្នេះសរុបតែក្តីទៅអត់ដឹងថាតើលោកកែវរមីថ្លែងសារនឹងដើម្បីចំណេញអីឬគ្រាន់តែកកកកាយនយោបាយផ្ទៃក្នុងថៃឲ្យចុះចលាចលទៅប៉ុន្តែនៅទីបំផុតវាអត់មានបានផលអីមកយើងវិញទេគេចោទប្រកាន់យើងថាយើងនឹងជ្រៀតជ្រែកនៅក្នុងការផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃម្ដងទៀតបងប្អូនលោកកែវរមីនិយាយអីក៏បានដែរព្រោះសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិបើគាត់ជាអ្នកថាស៊ីក្លូឬលក់លីហាលឬក៏រត់ pass up ឬក៏ជាប្រជាពលរដ្ឋកម្មករកសិករអីសាមញ្ញតាមធម្មតាប្រជាពលរដ្ឋធម្មតាដែលគ្មានតួនាទីនៅក្នុងរដ្ឋាភិបាលហើយរដ្ឋាភិបាលនេះគឺគាត់មានតួនាទីធំទៅទៀតជាមន្ត្រីនៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលធ្លាប់សរសេរលិខិតច្រើនណាស់ថ្កោលទោសថៃទៅស្ថាប័នអន្តរជាតិធំអត់តែប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិតែក្រៅពីហ្នឹងគាត់ទៅសេទៅអស់ហើយអានេះហើយដែលធ្វើឲ្យមានបញ្ហាណាបងប្អូនមានបញ្ហាហ្នឹងម្ដងទៀតវាជាសិទ្ធិសេរីភាពពិតមែនហើយក៏ប៉ុន្តែគេចោទប្រកាន់យើងថាកកកកាយនៅក្នុងដែនអធិបតេយ្យនយោបាយថៃហើយអត់ចំណេញអីទេ
អត់ចំណេញអីហ្នឹងគឺត្រង់ថាគេចាប់ផ្ដើមយើងធ្វើឲ្យថៃហ្នឹងញ៉ៃហើយតាំងទៀតទៅមានឃោសនារបស់ខាងអ្នកគាំទ្រពួកគាត់ឬរដ្ឋាភិបាលកម្ពុជាហ្នឹងមកសរសើរលោកកែរ៉ូមីថាអញ្ចឹងគ្មានមេដឹកនាំឬការដឹកនាំសម័យណាខ្លាំងដូចសម័យនេះទេគឺអាចកកកកាយផ្ទៃក្នុងថៃឲ្យច្បោកច្បល់កាលពេលឲ្យអ្នកស្រីបៃថងឋានបាត់ពីតំណែងនាយករដ្ឋមន្ត្រីគឺគេនាំគ្នាសរសើរថាគ្មានការដឹកនាំណាដូចរដ្ឋសម័យនេះទេដែលធ្វើឲ្យអ្នកនយោបាយថៃខ្លាប់ខ្លាចអ្នកនយោបាយខ្មែរអ្នកដឹកនាំខ្មែរដល់ពេលអាការថាអញ្ចឹងទៅខ្លាប់ខ្លាចខ្លាំងមែនទែនវាយខ្ទេចតែម្ដងអស់ហលីងយកដីខ្មែរអស់រាប់សិបកន្លែងអាហ្នឹងឯងដោយសារគេខ្លាចមេដឹកនាំយើងហើយដល់ពេលយើងធ្វើដូច្នេះអាសហគមន៍អន្តរជាតិគេឌីលចរិតមេដឹកនាំយើងគេអត់គ្រប់គ្រងយើងអីបន្តិចសោះអត់ដែលកោតទោសថៃព្រោះយើងធ្វើឲ្យគេចាត់ទុកថាយើងអន់ចរិតហើយដល់ពេលយើងអត់ចោលចរិតហ្នឹងទៀតតែពេលអញ្ចឹងទៅអ្នកណាដែលវេទនារាជខ្មែរ7 10លានខ្លាយទៅជាជនរងគ្រោះនៃចំណាក់ខ្មាំងរបស់អ្នកដឹកនាំប្រមាណអ្នកវាគួរឲ្យសោកស្ដាយមែនតើអញ្ចឹងបានថាខ្ញុំបិណ្ឌបាតបាននិយាយអីនិយាយទៅអស់លោកនិយាយទៅជាសិទ្ធិសេរីភាពទេប៉ុន្តែអាសិទ្ធិសេរីភាពអស់លោកហ្នឹងបើលោកនិយាយអីប៉ះពាល់ដល់ដែនអធិបតេយ្យរបស់គេចោទមកយើងវិញលោកនឹងអះអាងថាអាហ្នឹងជាសិទ្ធិតែប៉ុន្តែបើប្រជាពលរដ្ឋខ្លួនឯងនិយាយអីក៏ដោយក៏លោកកែរ៉ូមីមិនឈឺក្បាលណាចាប់ដាក់គុកអីចាក់ទៅអាសិទ្ធិសេរីភាពបញ្ចេញមតិហ្នឹងសិទ្ធិតែញុះញង់ទាំងអស់តែបើសិនជាលោកថ្លែងសារក្នុងនាមប្រធានសិទ្ធិមនុស្សហ្នឹងប៉ះពាល់ដល់អារឿងគេមើងងាយយើងអីហ្នឹងគឺលោកអត់ខ្វល់អាហ្នឹងជាសិទ្ធិសេរីភាពហើយចាំមើលឲ្យគាត់បកស្រាយតែគេរករឿងតិចទៀតគាត់ចេញសេចក្តីថ្លែងសារថាអាហ្នឹងគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋណែឯងមិនអាចមករឹតបន្តឹងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិអីចឹងរួចខ្លួនទៀតប៉ុន្តែបើប្រជាពលរដ្ឋខ្មែរនិយាយអីប៉ះពាល់អីតែបន្តិចសុទ្ធតែញុះញង់សុទ្ធតែធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គមសន្តិភាពសង្គមចាប់ដាក់គុក